បានសួស្តីថ្ងៃនេះខ្ញុំមានធានបទថ្មីមួយទាក់ទងជាមួយនឹងការធ្វើអេកូសាសទាក់ទងបញ្ហាធានបទនេះគឺយើងនិយាយអំពីផលប្រយោជន៍នៃការធ្វើអេកូសាសរបស់ស្ត្រីមានផ្ទៃពោះក្នុងត្រីមាសទី1សំណួរជាច្រើនហើយរាល់ថ្ងៃដែលតែងតែលើបងប្អូនយើងសួរតើអេកូសំខាន់អត់លោកគ្រូនៅក្នុងត្រីមាសទី1ចម្លើយគឺសំខាន់បំផុតចំពោះត្រីមាសទី1ព្រោះបញ្ហាចំពោះម្ដាយនិងទារកមួយចំនួនប្រសិនបើយើងមិនបានដឹងនៅក្នុងត្រីមាសទី1វាអាចបង្កគ្រោះថ្នាក់ទៅដល់ទាំងម្ដាយទាំងទារកនិងជំងឺមួយចំនួនរបស់ទារកនៅក្នុងត្រីមាសទី1យើងមិនអាចដឹងបានដូច្នេះខ្ញុំសូមបកស្រាយផលប្រយោជន៍ខ្លះៗចំពោះអេកូសាសកំឡុងពេលមានផ្ទៃពោះនៅត្រីមាសទី1យើងអាចកំណត់អំពីការមានផ្ទៃពោះព្រោះអីជាទូទៅរាល់ពេលដែលមានការបាត់រដូវម៉ាក់តែងតែទៅតេស្តទឹកនោមទៅទិញតេស្តទឹកនោមមកដើម្បីតេស្តទឹកនោមថាគាត់មានផ្ទៃពោះឬអត់ក៏ប៉ុន្តែផ្ទុយទៅវិញករណីខ្លះការតេស្តទឹកនោមមានការភ័ន្តច្រឡំដូចជាអ្នកម៉ាក់មានផ្ទៃពោះក៏ប៉ុន្តែការតេស្តទឹកនោមបង្ហាញលទ្ធផលមកអវិជ្ជមានផ្ទុយទៅវិញម៉ាក់អត់មានប៉ុន្តែតេស្តទឹកនោមឃើញវិជ្ជមានដូច្នេះការមើលអេកូយើងអាចជួយបញ្ជាក់បាននៅក្នុងករណីនេះថាគាត់មានផ្ទៃពោះឬក៏អត់បាទមួយទៀតចំណុចទី2យើងអាចកំណត់អំពីចំនួនកូនបានអេកូអាចមើលឃើញកំណត់អំពីថង់ទឹកនៅក្នុងកូននៅក្នុងស្បូនរបស់ម្ដាយតែនៅក្នុងស្បូនរបស់ម្ដាយហ្នឹងមានថង់ទឹក1ឬក៏ថង់ទឹក2ឬក៏3ជាដើមអញ្ចឹងទៅដើម្បីកំណត់ថាកូនហ្នឹងជាកូន1កូនភ្លោះឬក៏កូន3បាទជាដើមទី3អាចកំណត់អំពីការលូតលាស់កូនខាងក្នុងស្បូនឬក៏ខាងក្រៅស្បូនចំណុចនេះជាចំណុចដែលសំខាន់បំផុតសម្រាប់ម្ដាយបាទព្រោះអីវាសំខាន់សម្រាប់សុវត្ថិភាពរបស់ម្ដាយជាទូទៅការបង្កកំណើតគឺអាចធ្វើនៅនឹងដៃស្បូនហើយការវិវត្តរបស់កូនចេញពីដៃស្បូនមកចូលក្នុងស្បូនរបស់ម្ដាយគឺអាចស្ថិតនៅចន្លោះពី20ទៅ23ថ្ងៃដូច្នេះក្នុងរយៈពេលដែលយើងអាចមើលអេកូគឺនៅពេលដែលស្ត្រីបាត់រដូវ1ខែឬក៏4សប្តាហ៍ក្រោយការបាត់រដូវយើងត្រូវពិនិត្យមើលអេកូដើម្បីដឹងអំពីការលូតលាស់របស់កូននៅខាងក្នុងស្បូនឬក៏ខាងក្រៅស្បូនប្រសិនបើកូនមិនមានការលូតលាស់នៅខាងក្នុងស្បូនគឺយើងត្រូវធ្វើការតាមដានបាទឬក៏ព្យាបាលមុននឹងមានការបែកកូនក្រៅស្បូនឬក៏យើង